សូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់អ្នកជាបឋមនាងខ្ញុំសូមគោរពគណៈធិបតីជាទីគោរពសូមគោរពលោកស្រីគណៈកម្មការជាទីគោរពសូមគោរពអាណាព្យាបាលសិស្សនិងសិស្សានុសិស្សទាំងអស់ជាទីគោរពនាងខ្ញុំឈ្មោះសុកដានីតជាសិស្សថ្នាក់ទី3ខនៃសាលាបឋមសិក្សារោហទឹកឃុំរោហទឹកស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យជាបន្តនាងខ្ញុំឡើងមកនេះដើម្បីអានអត្ថបទមួយដែលមានចំណងជើងថាទស្សនីយគ្រឿងញៀនដូច្នេះសូមរីករាយសន្តាប់ដូចតទៅទស្សនីយគ្រឿងញៀននៅពេលត្រឡប់មកពីសាលារៀនវិញសុភ័ក្របានឃើញនគរបាលកំពុងនាំខ្លួនបុរសម្នាក់ចូលក្នុងសាលាឃុំបុរសនោះមានរាងកាយស្គមស្គាំងទឹកមុខស្លេកស្លាំងខុសប្លែកពីអ្នកដទៃគេឮចាស់នៅតាមផ្លូវនេះនិយាយថាបុរសនោះជាអ្នកប្រើប្រាស់គ្រឿងញៀនមកដល់ផ្ទះសុភ័ក្រនិយាយពីហេតុការណ៍នោះប្រាប់ម្ដាយរបស់គេលឺដូច្នោះម្ដាយសុភ័ក្របានយល់ថាការប្រើប្រាស់គ្រឿងញៀនមិនល្អទេកូនគឺនាំឲ្យអន្តរាយដល់សុខភាពបាត់បង់ការចងចាំវង្វេងស្មារតីឆេវឆាវពិសេសបំផ្លាញទ្រព្យសម្បត្តិនិងថវិកាគ្រួសារថែមទៀតម្យ៉ាងទៀតគ្រឿងញៀនបង្កឲ្យមានអំពើចោរកម្មអំពើហិង្សាបាត់បង់ការងារណាស់ដូច្នេះកូនមិនត្រូវចង់ដឹងឬចង់សារគ្រឿងញៀននោះទេកូននឹងមិត្តភក្តិត្រូវនៅឲ្យឆ្ងាយពីវាក្រោយពីស្ដាប់ការទូន្មានរបស់ឪពុកម្ដាយលោកគ្រូអ្នកគ្រូសុភ័ក្របដញ្ញាចិត្តខិតខំរៀនសូត្រនិងជៀសឲ្យផុតពីគ្រឿងញៀនយើងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន